អ្នកខ្លះឈប់មកផឹកកាហ្វេពេលយប់រីឯអ្នកខ្លះទៀតមកដោយសារញៀនកាហ្វេទេប៉ុន្តែគឺតែងតែមកពី3នាក់បើមកម្នាក់ឯងប្រហែលជាសក់តិចជាងមុនរឿងចម្លែកមួយទៀតគឺពេងកាហ្វេមួយនៅចុងតុខាងក្រោយនោះជួនកាលត្រូវបានគេប្រទះឃើញមានស្នាមប្រឡាក់ដូចជាមាននរណាម្នាក់បានផឹកហើយទោះបីជាគ្មាននរណាម្នាក់បានអង្គុយនៅទីនោះក៏ដោយពេលខ្លះក្លិនកាហ្វេស្រស់ៗឈ្ងុយឆ្ងាញ់ក៏បានអណ្ដែតចេញពីតុនោះទាំងដែលគ្មានអ្នកណាកំពុងឆុងឡើយអូយបងតែឈិនលក់កាហ្វេហ្វីនមែនបងមិនដឹងកាហ្វេអីទេគឺហៅកាហ្វេតែឈិនយុវជនម្នាក់ឈ្មោះវិសិទ្ធជាអ្នកនិពន្ធវ័យក្មេងម្នាក់ដែលចូលចិត្តមកអង្គុយសរសេរនៅហាងកាហ្វេនេះគាត់មិនជឿរឿងខ្មោចអីទេដំបូងឡើយគាត់គិតបែបនោះរហូតដល់យប់មួយគាត់អង្គុយធ្វើការដល់ម៉ោងជាង10យប់ទៅហើយហាងក៏ចាប់ផ្ដើមស្ងាត់ទៅគាត់ក៏ឃើញស្រមោលនារីម្នាក់នៅចុងតុខាងក្រោយមែនគាត់មានអារម្មណ៍ព្រឺសម្បុរបន្តិចបន្តួចប៉ុន្តែដោយសារគាត់ចង់ដឹងគាត់ក៏សម្លឹងមើលទៅនាងស្រមោលនោះហាក់ដូចជារៀងច្បាស់ជាងមុនទៅហើយគាត់ក៏ចាប់ផ្ដើមព្រឺសម្បុរកង់កែបទៅវិសិទ្ធក៏សម្រេចចិត្តដើរទៅរកនាងក្លាហានមែនបាទ